ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើនចំនួន view ទៅលើវីដេអូ live stream សម្រាប់បងប្អូនដែលលក់ online ឬក៏បងប្អូនដែល like គេហើយបងប្អូនចង់ឲ្យ view live របស់បងប្អូនមានចំនួនច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើតាមរយៈ website ខ្មែរ SMM អញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនធ្វើការចូលមកក្នុង Chrome ឬក៏ក្នុង browser ណាមួយដែលបងប្អូនមានហើយបន្ទាប់មកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link ហ្នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់បងប្អូនដែលបានធ្វើការចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនបានចុចនៅតាម link មុនហ្នឹងនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងបងតែសម្រាប់បងប្អូនដែលអត់ទាន់បានធ្វើការចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website សិនដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានសម្រាប់ link អំពីរបៀបចុចឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹង Facebook Live អញ្ចឹងបងប្អូនធ្វើការចុចនៅលើសេវាកម្មដែលមានឈ្មោះថា Facebook Live នេះមកបន្ទាប់មកទៀតបងប្អូនមកក្រុមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង live stream យើងមានរហូតដល់ទៅ18សេវាកម្មសម្រាប់ឲ្យបងប្អូនជ្រើសរើសសម្រាប់បងប្អូនពេញចិត្តទៅលើសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសទៅលើសេវាកម្មមួយនឹងបានសម្រាប់ខ្ញុំជាក់ស្ដែងគឺខ្ញុំនឹងធ្វើការជ្រើសរើសទៅលើសេវាកម្មដែលមានឈ្មោះថា Facebook Live Stream Server 1នេះបងបន្ទាប់មកទៀតបងប្អូនមាននៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មអត់តង់ទៀតនៅក្នុងនេះដែរគឺយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតដល់សេវាកម្មដែលមានតម្លៃខ្ពស់ហើយសម្រាប់ចំនួននាទីដែលបងប្អូនបានឃើញនៅលើសេវាកម្មនីមួយៗដូចជា15នាទី30នាទី45នាទីនឹងដែរគឺមានន័យថាចំនួន view ដែលបងប្អូនបានធ្វើការបួសនឹងនៅថេររយៈពេល15នាទី30នាទី45នាទីអាស្រ័យទៅលើសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសសម្រាប់បងប្អូនដែលចង់ឲ្យ view live នៅថេរបានរយៈពេលយូរបងប្អូនអាចធ្វើការជ្រើសរើសទៅលើសេវាកម្មដែលមានរយៈពេលយូរបានណាបងសម្រាប់វីដេអូនេះដែរខ្ញុំនឹងធ្វើការជ្រើសរើសទៅលើសេវាកម្មដែលនៅខាងលើគេនេះបងអស់គឺសេវាកម្មដែលមានឈ្មោះថា Facebook Live Stream Stay 15មីនិតនេះបងសម្រាប់សេវាកម្មនេះដែរបងរងចាំរយៈពេល9នាទីបន្ទាប់ពីបងបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងបន្តមកទៀតបងមាននៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺតម្រូវឲ្យបងចូលទៅ copy link វីដេអូ live stream របស់បងឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសវីដេអូមួយនេះដើម្បីធ្វើការបង្កើនចំនួន view បងសម្រាប់បងដែលបានធ្វើការ copy link ទៅលើវីដេអូ live stream របស់បងហើយបងអាចចេញពីក្នុង live របស់បងសិនដើម្បីចូលទៅក្នុង website វិញសម្រាប់របៀបនៃការផាស link នោះដែរគឺបងគ្រាន់តែសង្កត់ទៅលើប្រអប់ link នឹងចេញជាអក្សរផាសបែបនេះមកឲ្យបងចេះបងចុចទៅលើអក្សរផាសហ្នឹងទៅគឺបងអាចធ្វើការផាស link នឹងបានហើយបន្ទាប់មកទៀតបងមាននៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងធ្វើការដាក់ចំនួន view ដែលបងចង់បានសម្រាប់សេវាកម្មនេះដែរបងអាចដាក់បានចាប់ពី20 view រហូតដល់20000 view បងនៅក្នុងចន្លោះតួលេខនឹងដែរបងចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងផ្ទាល់ប៉ុន្តែសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងអញ្ចឹងខ្ញុំមិនដាក់ច្រើនទេបងគឺខ្ញុំដាក់ត្រឹមតែ20 view ទេបន្ទាប់ពីបងបានដាក់នៅចំនួន view ដែលបងចង់បានអស់ហើយបងមើលបន្ទាប់នៅកន្លែងឆាយសម្រាប់កន្លែងនេះដែរគឺវានឹងធ្វើការគិតលុយស្រាប់ឲ្យបងតែម្ដងថានៅពេលដែលបងដាក់ចំនួនប៉ុណ្ណេះតើបងនឹងត្រូវចំណាយលុយអស់ប៉ុន្មានពេលដែលបងបានដាក់នៅចំនួនដែលបងចង់បានអស់ហើយបងគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងបានធ្វើការជ្រើសរើសនៅខាងលើបងពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងអាចធ្វើការចុចនៅលើពាក្យ submit នេះបានហើយបន្ទាប់ពីបងបានធ្វើការចុច submit ហើយនឹងលោតជាវិក័យប័ត្របែបនេះមកឲ្យបងហើយសម្រាប់វិក័យប័ត្រនេះដែរគឺមានន័យថាការបញ្ជាទិញរបស់បងគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរចំនួន view នៅថេររយៈពេល15នាទីបងហើយបងអត់ចាំបាច់រងចាំរហូតដល់9នាទីដើម្បីឲ្យសេវាកម្មដំណើរការទេគឺបងអាចចូលទៅមើលភ្លាមតែម្ដងចង់ដឹងថាតើសេវាកម្មដែលយើងបានដាក់ហ្នឹងតើវាកើនឡើងមែនឬក៏អត់មុនពេលបញ្ជាទិញទៅលើសេវាកម្មនេះដែរចំនួន view គឺមានត្រឹមតែ11 view ទេបងអញ្ចឹងខ្ញុំសូមធ្វើការ refresh បន្តិចបងដើម្បីចង់ដឹងថាតើសេវាកម្មនេះដំណើរការឬក៏អត់សម្រាប់សេវាកម្មនេះដែរបងរងចាំរយៈពេលប្រហែលជា3នាទីបន្ទាប់ពីបងបានធ្វើការ refresh ម្ដងទៀតនោះចំនួន view នឹងចាប់ផ្ដើមកើនឡើងហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន view ទៅលើវីដេអូ live stream ក៏ចាប់តែត្រឹមហ្នឹងសូមអធិស្ឋានបងទាំងអស់គ្នាចំពោះពាក្យសម្ដីលឿនលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏ការពន្យល់មិនបានក្បោះក្បាយសូមអរគុណបងទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ